វាសួរបងប្អូនទាំងគ្នាបាទនេះគឺយើងប្រហើយនៅបិទវគ្គនៅការកក់អត់ហើយបងប្អូនយើងឡើងភ្នំដែកនៅបដាហើយអញ្ចឹងក្រុមជាងនេះគឺគាត់កំពុងតែបាញ់ទឹកដល់ពេលយើងកក់អត់យើងរួចហ្នឹងគឺយើងបាញ់ទឹកអត់ហើយបងប្អូនណាបាទអញ្ចឹងមកចូលចិត្តស្រឡាញ់នៅវីដេអូខ្ញុំបាទកុំភ្លេចជួយចុច Subscribe អ្នកមួយផងបងប្អូនណាបាទខ្ញុំនឹងធ្វើវីដេអូប្លែកៗហើយនឹងវីដេអូជាចំណេះដឹងជូនដល់ពុកម៉ែបងប្អូនបាទនេះគឺជាធ្នឹមយើងនៅខាងលើបងប្អូនបាទខ្ញុំយើងនៅខាងលើនេះបាទយើងចាក់20បងប្អូនណាបាទយើងចាក់ក្នុង20យើងដាក់ដែក3ជាន់បងប្អូនណាបាទយើងដាក់ដែក3ជាន់នេះគឺជាធ្នឹមនៅខាងលើបងប្អូនណាជាងគាត់កំពុងតែបាញ់ទឹកឲ្យបងប្អូនបាទគាត់បាញ់ទឹកនៅពេលដែលកអត់រួចគឺគាត់បាញ់ឲ្យអត់ហ្នឹងគឺមានឲ្យភាពរឹងមាំបានយូរបងប្អូនបាទឲ្យសើមចឹងដែកខ្ញុំលើគឺយើងប្រើដែក3បាទយើងប្រើដែក6ដើមបងប្អូនបាទដែក3ជាន់6ដើមចឹងយើងស្អែកនេះគឺយើងចាប់ដើមរៀបចំចាក់ធ្នឹមនៅខាងលើហើយបងប្អូនចឹងបើសិនបងប្អូនមានចង្អល់បាទអាចខមមិននៅខាងក្រោមបានខាងក្រោមវីដេអូបងប្អូនណាបាទខាងក្រោមវីដេអូចូលចិត្តបាទឆ្លាញ់នៅវីដេអូខ្ញុំបាទភ្លេចចុច Subscribe អ្នកមួយបងប្អូនណាបាទនេះគឺជាបន្ទប់បាទបន្ទប់កន្លែងដាក់អីវ៉ាន់បងប្អូនណាបាទបន្ទប់កន្លែងដាក់អីវ៉ាន់ហើយខាងលើនោះគឺយើងប្រើស្តែនបាទស្តែននៅខាងលើយើងចាក់ធ្នឹមបាទយើងចាក់ប្លង់សេបងប្អូនណាបាទចាក់ប្លង់សេអញ្ចឹងប្រវែងរបស់វាបាទគឺ3ម៉ែត្របងប្អូនណាបាទពីសសរកនេះទៅសសរកនេះគឺ3ម៉ែត្របងប្អូនបាទ3ម៉ែត្រខាងមុខយើងប្រើទ្វារ1ម៉ែត្របាទកម្ពស់2ម៉ែត្រហើយយើងប្រើឥដ្ឋកែវបងប្អូនណាបាទឥដ្ឋប៉ូលីសបាទ3ម៉ែត្របាទគុណនឹង2ម៉ែត្រ8បងប្អូនណាបាទ2ម៉ែត្រ8បាទហើយខាងនេះ3ម៉ែត្របងប្អូនណាបាទ2ម៉ែត្រ8 3ម៉ែត្របាទធ្នឹមយើងប្រើក្បាត់សិតតែ3ដាក់សិតតែដែក6ដើមទាំងអស់បាទ3ជួរបងប្អូននេះ3នេះបងប្អូននេះ